រាល់វត្ថុដែលបងស្រីទាំងពីរអ្នករបស់ខ្ញុំយកដៃរបស់គាត់យកទៅប៉ះគឺខ្ញុំនឹងចេញទាំងអស់ហើយមើលថាតើមួយវីដេអូហ្នឹងគឺខ្ញុំចាយអស់ហ្មងអញ្ចឹងចេះចង់ទៅណាមុនគេទូហ្វេលហើយពេលហ្នឹងគឺខ្ញុំឆ្ងល់ដែរថាថៃបានគាត់ចង់ទៅទូហ្វេលហើយបើថាតែគាត់ប៉ះទូហ្វេលអីគឺខ្ញុំដើរចប់ហ្មងយើងចិត្តទៅដល់ហើយបងប្អូនតិចទៀតដែលបន្ទាប់ពីនោះមកគឺថាយើងក៏បានទៅដល់ទូហ្វេលហើយបើទេសភាពនៅនឹងវិញគឺស្អាតមែនទែនមានអារម្មណ៍មិនដែរមានទេអារម្មណ៍ហើយនៅពេលដែលទៅដល់ទូហ្វេលចឹងទៅគឺគាត់ក៏បានទិញវត្ថុមួយចាំមើលបងខ្ញុំគាត់ទិញអីគេដែលវត្ថុមួយនោះគឺទឹកញ៉ាំទឹក2ដបហ្នឹង6អឺរ៉ូនិយាយទៅគឺខ្ញុំចង់ភ្ញាក់របស់គាត់ដែរដោយសារខ្ញុំគិតថាគាត់ទិញអីថ្លៃដល់ពេលទៅគឺគាត់ទៅទិញទឹក2ដបប៉ុន្តែទឹក2ដប$8ហ្នឹងគឺស្ដាយលុយដែរចាឥឡូវនេះគឺយើងចេញពីទូហ្វេលហើយខ្ញុំអត់ដឹងគាត់ជូនខ្ញុំទៅណាទេដែលបន្ទាប់ពីនោះមកគឺថាគាត់ក៏បានធ្វើដំណើរដើរចូលទៅក្នុងហាងទាំងអស់ហើយពេលហ្នឹងគឺខ្ញុំគិតថាអូតែចូលក្នុងហ្នឹងគឺ$500ផឹងបាទនិយាយទៅគឺគាត់អត់ទាន់បានប៉ះអីទេអត់មានប៉ះទេហើយហេងដែរដែលពេលហ្នឹងគឺគាត់សម្រេចចិត្តអត់ប៉ះទេបងប្អូនហើយយើងក៏បានដើរចេញក្រៅវិញឥឡូវនេះគឺយើងធ្វើដំណើរមកញ៉ាំអីហើយពេលហ្នឹងគឺខ្ញុំឆ្ងល់ដែរថាតើគាត់នឹងប៉ះមកហូបធ្វើមិនទេដោយសារតើប៉ះទៅខ្ញុំចេញលុយខាងអត់ហើយក្នុងនេះជាប្អូនល្អម្នាក់គឺខ្ញុំសម្រេចចិត្តថាទោះបីគាត់អត់ប៉ះខ្ញុំអាចចេញលុយគាត់បានដែរចាឥឡូវហ្នឹងគឺយើងញ៉ាំអីហើយដល់ពេលដែលខ្ញុំត្រូវចេញលុយហើយបន្តមកបាទមានអីទេគឺចេញលុយអស់$100ចាឥឡូវនេះគឺខ្ញុំមិនដឹងថាគាត់នាំខ្ញុំទៅណាទេអញ្ចឹងខ្ញុំចេះតែទៅមួយគាត់សិនទៅដែលបន្តពីនោះមកគឺថាគាត់ក៏បាននាំខ្ញុំចូលដល់ក្នុងផ្សារទំនើបគេវិញម្ដងបាទចាឥឡូវនេះគឺគាត់ចូលហើយពេលហ្នឹងគឺខ្ញុំសម័យចេញហើយថាគាត់នឹងចាប់ផ្ដើមប៉ះអាវ៉ាន់ហើយដែលបន្តពីនោះមកគឺថាដល់ពេលដែលគាត់ចាប់ផ្ដើមប៉ះមែនហើយគឺគាត់បានប៉ះតាំងពីសុកកាឡាតាំងពីនំនៅវត្ថុផ្សេងទៀតហើយទាំងអស់នេះគឺជាវត្ថុដែលគាត់បានប៉ះនៅពេលដែលគាត់បានប៉ះរួចរាល់ហើយអញ្ចឹងវាក៏ដល់ពេលដែលយើងត្រូវគិតលុយហើយពេលហ្នឹងគឺអស់40រៀលជាងចាឥឡូវនេះគឺយើងហើយសំខាន់តែប៉ុណ្្នឹងហើយគឺគាត់ក៏បាននិយាយថាគាត់អត់ទាន់អស់ចិត្តទៀតតែឥឡូវនេះគឺខ្ញុំអត់ដឹងថាគាត់ទៅណាទៀតហើយពេលហ្នឹងវិញគឺខ្ញុំដើរបាន6ពណ៌ចំហៀនជាងហើយចាឥឡូវគឺយើងមកដល់កន្លែងទិញមួយទៀតហើយអ្នកនរគ្នាស្គាល់មើលទៅតែក្រោយមកគាត់ក៏បានដើរចូលក្នុងហាងលក់តុក្កតាសំខាន់អវ៉ាន់នៅក្នុងហ្នឹងគឺថ្លៃមែនទែនប៉ុន្តែពេលហ្នឹងគឺខ្ញុំគិតថាខ្ញុំសំណាងដែរដោយសារគាត់ដើរមើលអវ៉ាន់ច្រើនដែរគ្រាន់តែគាត់អត់ចង់ទិញយ៉ាងម៉េចខ្ញុំចង់ឲ្យតែគាត់ប៉ះឲ្យលឿនហ្នឹងដោយសារនឹងការគាត់ប៉ះតែបន្ទាប់មកគាត់ក៏បានប្រាប់ខ្ញុំថាគាត់នឹកឃើញរបស់ដែលគាត់ចង់ទិញហើយយើងក៏បានជាអទេសភ្លើងក្រុមដីទៅហើយដោយសារតែនៅក្រុមនោះអត់សូវមានសេវាចឹងទៅខ្ញុំក៏បានប្រើប្រាស់ជាមួយនឹង offline map ដែលមាននៅក្នុង smartphone ខ្ញុំផងដែរចឹងខ្ញុំគិតថានេះប្រហែលជាការប៉ះចុងក្រោយរបស់គាត់ហើយពេលនោះគឺគាត់ក៏បានដើរមករកទឹកញ៉ាំដោយសារគាត់ថាគាត់ឃ្លានទឹកបាយទៅគាត់មកញ៉ាំមកឆាតមកគឺថាខ្ញុំក៏បានធ្វើការដើរចូលទៅទិញតែម្ដងអញ្ចឹងមុនពេលដែលខ្ញុំបូកសរុបថាតាមមួយវីដេអូនេះគឺខ្ញុំចាយអស់លុយប៉ុន្មានគឺខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពីលាការដែលខ្ញុំបានពាក់ប្រើប្រាស់មួយថ្ងៃពេញហ្នឹងគឺជា Amazfit T-Rex 3 Pro ដែលខ្ញុំអាចនិយាយបានថា Amazfit T-Rex 3 Pro នេះផងដែរគឺវាមានមុខងារដូចទៅនឹងលាការ$1000អញ្ចឹងដែលលាការមួយនេះគឺថាវាមាន7ជាប់ទៅនឹងលាការហ្មងអញ្ចឹងបើថាបងប្អូនត្រូវយកទៅឡើងភ្នំអីគឺស្រួលមែនតើក្រៅពីនេះផងដែរកញ្ចក់របស់គេគឺជាកញ្ចក់បែប Sapphire កន្លះហើយមានតួជាប្រភេទ Titanium ដែលវាធន់ទៅនឹងទឹកជម្រៅរហូតដល់100ម៉ែត្រជាងសំខាន់មាន storage រហូតដល់ 32G ហើយទំហំថ្ម700មីលីអាំពែម៉ោងសំខាន់នៅក្នុងលាការហ្នឹងគឺគេមាន offline map ដែលអាចឲ្យបងប្អូនមើលផែនទីដែលអត់ត្រូវការអ៊ីនធឺណិតដោយតែពេលដែលខ្ញុំមើលនៅក្នុងរថភ្លើងក្រោមដីអញ្ចឹងគឺយើងអាចបើកមើលបានដោយស្រួលតែម្ដងលើប៉ុណ្ណឹងទៅទៀតបើបងប្អូនត្រូវប្រើប្រាស់លុយជាមួយនឹងកាតបងប្អូនក៏អាចប្រើប្រាស់ជាមួយនឹងលាការក៏បានដែរដោយសារតែគេមានមុខងារ Zip Pay ដោយភ្ជាប់ជាមួយនឹង NFC អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បាន smartwatch ដែលមើលទៅគឺថាស្អាតធន់រឹងមាំហើយមាន offline map អីទៀតគឺអាចមកចាប់អារម្មណ៍ជាមួយនឹង Amazfit T-Rex 3 Pro បានអញ្ចឹងសរុបជារួមមកបន្ទាប់ពីការធ្វើដំណើរដើរលេងហ្នឹងគឺខ្ញុំចាយអស់លុយប្រហែលជា$200ជាងដៃ2